បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូអឥឡូវនេះខ្ញុំបានបន្ថែមមុខងារមួយទៀតគឺបង្កើតរូបភាពបាទការបង្កើតរូបភាពនៅក្នុងកម្មវិធីជំនួយគ្រូបង្រៀននេះហើយយើងប្រើ Google Gemini នៅក្នុងការបង្កើតរូបភាពនោះអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបានចូលទៅក្នុងកម្មវិធីជំនួយគ្រូបង្រៀននេះរួចហើយគ្រូអ្នកគ្រូចុចលើប៊ូតុងបង្កើតរូបភាពពេលនោះវានឹងចូលទៅកាន់ Google Gemini បាទអញ្ចឹងដើម្បីបង្កើតរូបភាពនេះលោកគ្រូចុចលើ Create Image អញ្ចឹងតើលោកគ្រូបានរូបភាពពីណាអញ្ចឹងនៅក្នុងកម្មវិធីជំនួយគ្រូបង្រៀនយើងមានប៊ូតុងមួយឈ្មោះថាសៀវភៅអញ្ចឹងយើងចុចលើសៀវភៅបន្ទាប់មកលោកគ្រូទៅរករូបភាពដែលមាននៅក្នុងសៀវភៅដែលលោកគ្រូចង់បានឧទាហរណ៍នៅក្នុងសៀវភៅវិទ្យាសាស្ត្រថ្នាក់ទី4ចឹងលោកគ្រូចុចលើ View ចុចលើសៀវភៅចុចលើ View ហើយលោកគ្រូអូសទៅកាន់ទំព័រណាដែលលោកគ្រូចង់បានរូបភាពនោះឧទាហរណ៍លោកគ្រូចង់បានរូបភាពនៅទំព័រទី5ទី6នេះរូបភាពនេះអញ្ចឹងលោកគ្រូចុចលើប៊ូតុងចុច3នៅខាងស្ដាំដៃអូសមករកពាក្យថា Search with Google Lens អញ្ចឹងលោកគ្រូទាញយករូបភាពនោះគ្រូអូសពីលើរូបភាពនោះបាទបន្តមកលោកគ្រូយកថាពាក្យនេះមានពាក្យ3ដែលយើងយក copy as image មានន័យថា copy ជារូបភាពអញ្ចឹងលោកគ្រូយកមកផាសនៅលើ Google Gemini របស់យើងមកបាទហើយលោកគ្រូសរសេរថាបន្ថែមពណ៌លើរូបភាពនេះបន្ថែមពណ៌លើរូបភាពចឹងយើងចុចបញ្ជូនទៅរងចាំវាផ្លែតទៅចឹងអ្វីដែលសំខាន់នេះគឺលោកគ្រូត្រូវយកថា create image កន្លែងហ្នឹងបាទកន្លែងហ្នឹងគឺជាកន្លែងសំខាន់ create image បន្ទាប់ពីលោកគ្រូយកអាហ្នឹងហើយលោកគ្រូ copy ផាសមានន័យថាលោកគ្រូ control V ដែលកន្លែងលោកគ្រូ copy មិញមកបាទចឹងនេះរូបភាពរបស់យើងបាននេះឃើញទេចឹងនេះរូបភាពយើងមិញឃើញទេផលប៉ះពាល់នៃខ្សែអញ្ចឹងលោកគ្រូអាចយករូបភាពហ្នឹងទៅប្រើប្រាស់បានអញ្ចឹងការបង្កើតរូបភាពរបស់យើងគឺមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា